បាទសូមជម្រាបសួរពុកម៉ែបងប្អូនលោកយាយលោកតាដែលនៅក្នុងស្រុកនិងក្រៅស្រុកថ្ងៃនេះភាសម៉ែដោបាននាំយកនៅព័ត៌មានបកចេញពីកោះសន្តិភាពពាក់ព័ន្ធជាមួយនឹងការអុំទូកនៅក្រុងតាខ្មៅនឹងមានចំណងយ៉ាងថាសម្ដេចតេជោចូលរួមជាអធិបតីការប្រណាំងទូកនៅក្រុងតាខ្មៅនិងផ្ដល់ពានរង្វាន់ដល់កីឡាករអញ្ចឹងចូលដល់គ្នាម្ដងដោយឈិនធានៅថ្ងៃអាទិត្យទី16ខែតុលាឆ្នាំ2016ម៉ោង 18:47 ខេត្តកណ្ដាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី16ខែតុលាឆ្នាំ2016បានអញ្ជើញអធិបតីនិងទស្សនាការប្រណាំងទូកងើនិងផ្ដល់ជូននូវពានរង្វាន់ដល់កីឡាករថែមទៀតអាជ្ញាធរខេត្តកណ្ដាលបានរៀបចំពិធីប្រណាំងទូកងើនិងទូកខ្នាតជាតិអន្តរជាតិសរុបចំនួន63ទូកដែលពិធីនេះប្រព្រឹត្តឡើងរយៈពេល2ថ្ងៃគឺថ្ងៃទី15និង16ខែតុលានៅតាមបណ្ដាដងទន្លេបាសាក់នាសួនច្បារមាត់ទន្លេក្រុងតាខ្មៅតាមរបាយការណ៍របស់គណៈកម្មការរៀបចំពិធីអុំទូកបានឲ្យដឹងថាមានទូកសរុបជាង63ទូកមកពីរាជធានីភ្នំពេញនិងខេត្តមួយចំនួនទៀតរួមប្រណាំងក្នុងនោះមានទូកអុំបរោះ35ទូកប្រណាំងចម្ងាយ 1500 ម៉ែត្រទូកអុំខ្នាតអន្តរជាតិបរោះ6ទូកទូកអុំខ្នាតអន្តរជាតិនារី2ទូកទូកកាចាបរោះ18ទូកនិងទូកកាចាចំនួន2ទូកប្រណាំងនារីនិងទូកកាចានារីចំនួន2ទូកប្រណាំងចម្ងាយ 1000 ម៉ែត្រលោកម៉ៅភិរុនអភិបាលខេត្តកណ្ដាលបានចាប់ឲ្យដំណឹងថាការរៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅលើកនេះមានភាពអធិកណាស់ដែលមានប្រជាពលរដ្ឋមកទស្សនាប្រមាណ 30000 នាក់អាជ្ញាធរបានត្រៀមកងកម្លាំងជាង 3000 នាក់សម្រាប់ការពារសន្តិសុខសណ្ដាប់ធ្នាប់និងពិធីប្រណាំងទូករយៈពេល2ថ្ងៃនេះជាមួយគ្នានេះដែលមានក្រុមគ្រូពេទ្យសម្រាប់ជួយសង្គ្រោះថែមទៀតផងអាជ្ញាធរបានរៀបចំពានរង្វាន់ជូនដល់ទូកអុំបរោះទទួលបានចំណាត់ថ្នាក់លេខ1ទទួលបានពានរង្វាន់ទង់1ថវិកាចំនួន4លាននិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតចំណាត់ថ្នាក់លេខ2ទទួលបានពានរង្វាន់1ទង់1ថវិកា3លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនចំណាត់ថ្នាក់លេខ3ទទួលបានពាន1ទង់1ថវិកា2លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនសម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែនបានឧបត្ថម្ភដល់ទូកអុំបរោះនិងក្នុងមួយទូកចំនួន3លានរៀលនិងទូកកាចាទូកខ្នាតអន្តរជាតិនិងទូកក្នុងមួយទូកចំនួន2លានរៀលបន្ថែមទៀតសូមអរគុណសម្រាប់ការទេសនានៅព័ត៌មាននេះហើយសូមកុំភ្លេចចុច subscribe ដើម្បីទទួលបាននៅវីដេអូដែលទាក់ទងនឹងព័ត៌មានថ្មីទៀតសូមអរគុណ